ស្រីបងប្អូនហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីរបៀបទៅ check មើលទូរស័ព្ទរបស់យើងនៅពេលដែលយើងលេងហ្គេមទៅវាចេះតែយឺត slow យើងចង់ដឹងថា graphic វាអត់ច្បាស់អីចឹងណាអាហ្នឹងទាក់ទងនឹងកន្លែងកំណត់ setting របស់យើងដោយសារតែយើងអត់បានចូលទៅកំណត់ឧទាហរណ៍ថា megahertz របស់យើងឧទាហរណ៍យើងរត់ដល់បាន screen យើងរត់ដល់បានល្បឿន120 Hz ទេអញ្ចឹងធ្វើឲ្យgame របស់យើងវាដើរយឺតដែរវាអត់ល្វីអញ្ចឹងបងប្អូនកុំចាំយូរចូលមកកន្លែង setting មកចូល setting ហើយបងប្អូនអូសមកក្រៅមករកពាក្យថា display បងប្អូនចុចកន្លែង display ហ្នឹងមកហើយបងប្អូនចូលទៅសេរីកន្លែងទី1វាមានចូលទៅដាក់ថា motion smoothness កន្លែងហ្នឹងវាទាក់ទងនឹងស្តង់ដាររបស់វាអញ្ចឹងនេះដូចបងខ្ញុំអញ្ចឹងខ្ញុំដាក់នេះលក្ខណៈថាបងខ្ញុំតែ60 Hz ទេវារត់បានតែ60 Hz ទេអញ្ចឹងបើសិនជាយើងប្រើសម្រាប់លេងហ្គេមលេងអីយើងចង់ឲ្យវាល្វីអញ្ចឹងយើងចូលម៉ូដូដាក់កន្លែងនេះបងប្អូននេះខាងលើនេះវាដាក់ adaptive ហើយវាដាក់ភាសាអង់គ្លេសហ្នឹងវា up to 120 Hz អញ្ចឹងយើងចុចលើហ្នឹងហើយយើង apply វាមកអញ្ចឹងយើងចង់ដឹងថាវានេះវាចូលវា save ចប់ហ្នឹងបងប្អូនឃើញទេអញ្ចឹងសម្រាប់បងប្អូនលេងហ្គេមលេងអីវារត់ smooth ជាងមុនហើយមួយទៀតបងប្អូនថយមកក្រោយវិញមកបងប្អូនចូលទៅកន្លែង screen resolution អញ្ចឹងកន្លែង screen resolution នេះវាទាក់ទងនឹង graphic អញ្ចឹងបងប្អូនសម្រាប់បងប្អូនចង់ save ថ្មបងប្អូនអត់ចង់ឲ្យវាស៊ីថ្មខ្លាំងយើងប្រើត្រឹម1560គុណនឹង720បានណាប៉ុន្តែបើលក្ខណៈថាពាក់កណ្ដាលឲ្យថាយើងនិយាយច្បាស់មិនល្មមវាមិនច្បាស់ខ្លាំងហ្នឹងក៏វាជួយ save ថ្មយើងដែរអញ្ចឹងយើងប្រើកន្លែងកណ្ដាលនេះបងប្អូនហើយទី3បើសិនជាបងប្អូនសម្រាប់ប្រើលេងហ្គេមសម្រាប់ឲ្យឃើញgraphic យើង smooth ល្អគឺបងប្អូនយក3120គុណនឹង1440អញ្ចឹងបើសិនជាបងប្អូនប្រើសម្រាប់លេងហ្គេមបងប្អូនចុចនៅលើនឹងហើយ apply អញ្ចឹងទូរស័ព្ទបងប្អូននឹងវាលេងហ្គេមវាដើរ smooth ធម្មតាវាដើរ smooth ជាងមុនអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើន